នៅពេលដែលមានពន្លឺពណ៌ស្វាយលេចចេញពីកន្លែងណាមួយមនុស្សគ្រប់គ្នាបានកកនៅនឹងកន្លែងប៉ុន្តែវិញ្ញាណអាក្រក់នៅតែមិនរងផលប៉ះពាល់ពួកគេបានប្រញាប់ប្រញាល់ចូលទៅក្នុងបន្ទប់ផ្ទុកដោយស្ងប់ស្ងាត់ហើយយកកាក់មាសទាំងអស់និកបានព្យាយាមអស់ពីសមត្ថភាពដើម្បីបញ្ឈប់ពួកគេប៉ុន្តែអាចមើលដោយអស់សង្ឃឹមនៅពេលដែលវិញ្ញាណអាក្រក់ចូលទៅក្នុងឧបករណ៍ទូរគមនាគមន៍នៅពេលដ៏សំខាន់បុរសចំណាស់បានបាញ់មួយគ្រាប់ដើម្បីបំបែកបាល់ដែកប៉ុន្តែវានៅតែយឺតពេលវិញ្ញាណអាក្រក់បានរត់គេចខ្លួនដោយជោគជ័យពួកគេមានតួនាទីច្បាស់លាស់អ្នកខ្លះទទួលខុសត្រូវក្នុងការផ្គុំវត្ថុបុរាណខណៈពេលដែលអ្នកផ្សេងទៀតត្រូវបានប្រគល់ភារកិច្ចឲ្យរារាំងអារក្សពីពិភពក្រោមដីភ្លាមនោះបុរសធំម្នាក់បានធ្លាក់ពីលើមេឃឬកំភ្លើង Gatling ហើយចាប់ផ្ដើមបាញ់ប្រហារយ៉ាងសាហាវប៉ូលីសត្រូវបានបង្ខំឲ្យដកថយទៅជ្រុងមួយជាសំណាងល្អកំភ្លើង Gatling បានជាប់គាំងភ្លាមដែលផ្ដល់ឱកាសឲ្យរយភ្លឺនៅពេលនេះមេឃស្រាប់តែចាប់ផ្ដើមពោពេញដោយខ្យល់បក់ខ្លាំងហើយខ្យល់គួចដ៏គួរឲ្យភ័យខ្លាចមួយបានលេចឡើងភ្លាមវាបានបង្ហាញថាវិញ្ញាណអាក្រក់បានបញ្ចប់ការផ្គុំវត្ថុបុរាណរួចហើយនិកនិងពីរអ្នកទៀតបានទៅបញ្ឈប់វាភ្លាមប៉ុន្តែនៅពាក់កណ្ដាលផ្លូវពួកគេត្រូវបានបញ្ឈប់ដោយវិញ្ញាណអាក្រក់ធាត់មួយអង្គទោះជាយ៉ាងណាក៏ដោយវិញ្ញាណធាត់នោះបានមើលស្រាលគូប្រកួតយ៉ាងច្បាស់ប៉ុន្តែនៅពេលដែលពួកគេមកដល់កន្លែងប្រារព្ធពិធីពួកគេបានរកឃើញថាវិញ្ញាណអាក្រក់មិនត្រឹមតែបានបញ្ចប់ការផ្គុំវត្ថុបុរាណប៉ុណ្ណោះទេថែមទាំងបានចាប់ប្រពន្ធរបស់និកទៀតផងវាបានបង្ហាញថាជំហានចុងក្រោយរបស់បូជាចាគឺត្រូវប្រើឈាមរបស់មនុស្សសមរភូមិហៀបនឹងផ្ទុះឡើងនិកនិងរយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាហើយបានកម្ចាត់វិញ្ញាណអាក្រក់ដោយគ្មានការវិបកឡើយទោះជាយ៉ាងណាក៏ដោយពួកគេមិនបានកត់សម្គាល់ឃើញថាឈាមរបស់ប្រពន្ធកំពុងហូរយឺតឆ្ពោះទៅរកវត្ថុបុរាណនោះទេហើយបន្ទាប់មកផ្លេកបន្ទោពណ៌មាសបានបាញ់ត្រង់ទៅលើមេឃដោយបង្វែរ Channel ទៅកាន់ពិភពក្រោមដីវិញ្ញាណអាក្រក់រាប់ពាន់នាក់បានប្រញាប់ប្រញាល់ឆ្ពោះទៅកាន់ច្រកទ្វារសមរភូមិចុងក្រោយបានចាប់ផ្ដើមជាផ្លូវការនិកនិងរយបានសម្រេចចិត្តធ្វើសកម្មភាពដោយឡែកពីគ្នានិកបានទៅដោះស្រាយជាមួយ Bobby ខណៈពេលដែលរយបានទៅបញ្ឈប់ច្រកទ្វារប៉ុន្តែវត្ថុបុរាណត្រូវបានធ្វើឲ្យសកម្មរួចហើយរយបានព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីរុះរើវត្ថុបុរាណនោះប៉ុន្តែមិនអាចធ្វើបានទាល់តែសោះហើយនិកក៏មិនអាចផ្គូផ្គងជាមួយ Bobby បានដែរគាត់ត្រូវបានចាញ់ហើយគ្មានសមត្ថភាពវិបកឡើយនៅពេលនេះរយបានឃើញរថយន្តក្លុកផ្លូវនៅជាន់ខាងលើដូច្នេះគាត់បានរើសខ្សែពួរនៅលើដីយ៉ាងលឿនហើយបោះវាឡើងដើម្បីចងវាទៅនឹងរថយន្តក្លុកផ្លូវបន្ទាប់មកគាត់បានទាញវាចុះមកដោយអស់សង្ឃឹមនៅពេលដ៏សំខាន់នេះវិញ្ញាណអាក្រក់មួយចំនួនធំបានចាប់ផ្ដើមប្រញាប់ប្រញាល់មកកាន់ពិភពមនុស្សនៅពេលនេះវត្ថុបុរាណត្រូវបានបំផ្លាញហើយវិញ្ញាណអាក្រក់នៅក្នុងប្រឡាយត្រូវបានស្រូបត្រឡប់ទៅពិភពក្រោមដីម្ដងទៀតវិបត្តិនេះត្រូវបានធូរស្រាលជាទីបំផុតប៉ុន្តែភរិយារបស់ Nick ក៏បានបាត់បង់ជីវិតផងដែរ